ជាប់មាត់ដែរបាទនៅជំហៀងទី2នៃកាសែតនេះអាត្មាចង់លើកអំពីធម៌ដែលប្រព្រឹត្តទៅនៅក្នុងការដាស់តឿនស្មារតីហើយឲ្យមានខ្លួនឯងជាទីពឹងដដែលនឹងឯងខាងដើមក៏និយាយតាក់ទងទៅលើខ្លួនឯងជាទីពឹងយើងនៅមានខ្លួនឯងជាទីពឹងគ្រប់គ្នាម្ល៉េះហើយត្រូវតែស្មោះត្រង់នឹងខ្លួនឯងណាសំបីយើងត្រូវរស់នៅជាមួយនឹងញាតិមិត្តសាច់ញាតិបងប្អូនអីយ៉ាងណាក៏យើងអាចដើម្បីបានជាអារម្មណ៍នាំឲ្យយើងកើតសេចក្តីសង្វេគសំបីការងាររាល់ថ្ងៃញាតិញោមរវល់យ៉ាងណាក៏ដោយអាការងាររវល់ហ្នឹងណាបើសិនបើយើងចេះធ្វើទុកក្នុងចិត្តនាំឲ្យយើងកើតសេចក្តីសង្វេគទៀតសង្វេគថាការងារហ្នឹងធ្វើមួយថ្ងៃក៏នៅតែប៉ុណ្ណឹងធ្វើ2ថ្ងៃក៏នៅតែប៉ុណ្ណឹងម្ល៉េះយើងដកសេចក្តីអាល័យសេចក្តីជាប់ជំពាក់ការងារនៅតែធ្វើណាការងារនៅតែធ្វើក៏ប៉ុន្តែវាមិនទៅត្រេកអរវាមិនទៅរីករាយនាំឲ្យកើតបាបអកុសលច្រើននៅក្នុងការងារនោះទេបដូរមកវិញនៅឆន្ទៈបដូរមកវិញនៅវិរិយៈគឺសេចក្តីព្យាយាមដោះស្រាយហ្នឹងតែព្រោះចោល5មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះយើងមិនអាចដើម្បីរត់ទៅទីណាឲ្យវារួចអំពីចោលទាំងអស់ហ្នឹងទេក្នុងโลกនេះអត់មានទីកន្លែងណាដែលពួនរួចអំពីចោលទាំង5ហ្នឹងឯងទៅណាវាទៅតាមទៅដល់ព្រំវាទៅតាមដល់ព្រំទៅដល់ទេវតាវាទៅតាមដល់ទេវតានិយាយឲ្យស្រួលស្ដាប់បញ្ញខណ្ឌគឺជាធុងភ្លើងហើយជ្រាបហើយធុងភ្លើងវាមិនត្រជាក់ទេណាធុងភ្លើងណាវាក្តៅណាទៅដល់កន្លែងណាវាក្តៅដល់កន្លែងហ្នឹងដោយចរិយាជាធិមរណៈដោយសភាពមិនទៀងជាទុក្ខជាអនត្តាអញ្ចឹងបានជានៅក្នុងជីវិតរបស់យើងហ្នឹងត្រូវមានចំណែកពេលវេលាច្បាស់លាស់ណាពេលវេលាច្បាស់លាស់ទុកដាក់ជីវិតហ្នឹងធ្វើសិស្សរបស់ពធណាតាមប៉ុស្តិ៍ពេលព្រឹកម៉ោង6លោកគ្រូអគ្គបណ្ឌិតគាត់សម្ដែងពីរោះណាឥឡូវហ្នឹងស្ដាប់ព្យាយាមស្ដាប់កុំខានណាសូមឲ្យខួរក្បាលរបស់យើងហ្នឹងបានចំណៃគឺប្រធัวហ្នឹងជួយពន្លត់ភ្លើងណាដែលវាឆេះដោយរាគៈដោយទោសៈដោយមោហៈដែលយើងមិនធ្លាប់បានដឹងថាលោភៈជាដើមវាជាបាបយើងធ្លាប់តែសម្គាល់ថាដល់តែលោភខ្លាំងបានបាបប៉ុន្តែអាបន្តិចហ្នឹងហើយដែលវាបង្កឲ្យទៅជាធំដុំហើយឆេះញញឹមដែលឃើញភ្លើងឆេះផ្ទះភាគច្រើនឆេះមកពីភ្លើងអីណាភ្លើងអីភ្លើងដេកកេះណាដេកកេះធំណាតូចទេភ្លើងចង្គៀងណាភ្លើងចង្ក្រានមុនដំបូងហ្នឹងភ្លើងធូបភ្លើងទៀនតែយើងមិនប្រយ័ត្នអាភ្លើងទូចហ្នឹងអាចឆេះផ្ទះទេឆេះអញ្ចឹងបានពធព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គសម្ដែងតាំងពីការខឹងក្រោធបន្តិចណាលោភៈអីក៏ឲ្យកំណត់ដឹងហ្នឹងមិនមែនឲ្យរលត់យ៉ាងម៉េចនោះទេដូចយើងពេលយប់ចាំបាច់ត្រូវការភ្លើងអញ្ចឹងមិនមែនតែខ្លាចភ្លើងឯងប្រលត់ទេតែប្រលត់ភ្លើងទៅអានេះវាល្ងិតក៏ប៉ុន្តែបានពន្លឺភ្លើងហ្នឹងឯងហើយយើងមានភ្នែកមើលឃើញអានេះដូចយើងកំណត់ដឹងថាលោភៈជាដើមសេចក្តីកំណាញ់ជាដើមជាបាបអកុសលការដឹងហ្នឹងដឹងទាំងសេចក្តីប្រយ័ត្នប្រយែងមិនឲ្យភ្លើងហ្នឹងឯងរីករាលដាលមិនមែនថាគ្រាន់តែដឹងហើយដឹងតែភ្លើងហ្នឹងហើយវាឆេះហើយមិនក៏មិនទៅអត់ទេដឹងទាំងសេចក្តីប្រយ័ត្នណារវាងស្មារតីមិនគ្រប់គ្រងឬក៏មិនបង្កាត់បន្ថែមឲ្យវារៀលប្រើត្រឹមតែបំភ្លឺភ្នែកតែប៉ុណ្ណោះនេះគ្រាន់តែឧទាហរណ៍ណាឧទាហរណ៍ថាកាលណាយើងប្រយ័ត្នប្រយែងចំពោះភ្លើងចង្គៀងចំពោះភ្លើងចង្ក្រានមិនភ្លេចភ្លាំងស្មារតីមិនដេកលក់អាហ្នឹងវាមិនអាចទៅជាឆេះទៅជាឆេះផ្ទះឆេះសម្បែងអីអស់ទេរឿងបាបអកុសលបន្តិចហ្នឹងបើកាលណាយើងប្រយ័ត្នតាំងពីវានៅតិចទៅវាមិនអាចទៅជាធំបានទេហើយកាលណាវាបណ្ដោយការខឹងការក្រោធការស្អប់ការស្រឡាញ់នឹងឯងឲ្យកាន់តែច្រើនឡើងដោយមិនយកចិត្តទុកដាក់ទេព្រះធម៌សម្ដែងថាវាទៅជាឧបនិស្សយបច្ច័យទៅជាបច្ច័យដ៏មានកម្លាំងឬក៏បកតោបនិស្សយបច្ច័យប្រកដីនៃបច្ច័យដ៏មានកម្លាំងដែលសន្សំក្នុងសន្តាននឹងឯងកាន់តែច្រើនឡើង
អាចទៅលួចគេក៏បានមុននឹងលើកដៃលួចគេហ្នឹងណាញាតិញោមមិនមែនអកុសលចិត្តហ្នឹងវាកាត់ព្រឹបធំត្មងឲ្យទៅលួចគេទេវាសន្សំអាការពេញចិត្តតិចហ្នឹងមកណាដែលយើងមិនបានសិក្សាពធមិនបានកំណត់ដឹងថានឹងជាបាបអកុសលមិនខ្លាចហើយបាបកម្មដែលសម្លាប់អ្នកដតីបានហ្នឹងវាមិនមែនព្រឹបអកុសលនឹងធំតែម្ដងហើយសម្លាប់គេតែហ្មងទេវាកើតមកពីការយើងខឹងតិចមួម៉ងក្តៅកាហាយក្នុងចិត្តនឹងកូននឹងប្តីនឹងស្អីណាអានតិចហ្នឹងព្រឹបវាសំទុកព្រឹបសំទុកច្រើនទៅទីបំផុតសម្លាប់អ្នកដតីក៏បាននឹងគួរឲ្យខ្លាចបាបអកុសលហ្នឹងដូចលមួកអញ្ចឹងញាតិញោមលមួកប្រប៉ិនចុងជើងធូបក៏ស្អុយដែរមែនលមួកចាំដល់ប៉ិនកដៃបានស្អុយហ៎ឬក៏ប្រប៉ិនចុងចង្កឹះស្អុយដែរស្អុយទេបាបដូចគ្នាអញ្ចឹងបន្តិចហ្នឹងក៏ស្អុយដែរណាដូចគ្នាលហើយយើងឃើញដល់កន្លែងហ្នឹងក៏មិនមែនធ្វើឲ្យយើងអស់សេចក្តីព្យាយាមទេអាចថាឲ្យយើងរឹតតែព្យាយាមទៀតក៏បានដែរព្យាយាមទាំងសេចក្តីពេញចិត្តទាំងពេលដែលយើងជួបប្រទះនឹងសុខសប្បាយទាំងពេលដែលយើងមានសេចក្តីទុក្ខមកដល់ជីវិតបានប្រធួននឹងឯងជាមិត្តញាតិញោមយកអ្នកដតីជាមិត្តជាទីទុកចិត្តអាចខកចិត្តណាអាចខកចិត្តព្រោះត្បិតពឹងបំណែកអាស្រ័យទុកចិត្តទៅលើអ្នកដតីក៏ប៉ុន្តែព្រះធម៌មិនក្បត់ញាតិញោមទេណាព្រះធម៌មិនក្បត់ញាតិញោមជាដាច់ខាតព្រោះព្រះធម៌គឺបានបង្អើចេញមកអំពីប្រអប់របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់អ្នកណាមានធម៌នៅនោះមានទីពឹងណាអ្នកណាមានធម៌នៅនោះមានសេចក្តីស្ងប់អ្នកណាមានធម៌ជីវិតតែងតែមានព្រៀបហ្នឹងហើយបើសង្ឃឹមលើសុខលើអ្នកដតីញាតិញោមសុខលើអ្នកដតីឧទាហរណ៍ថាសង្ឃឹមសេចក្តីសុខលើលោកប្តីណាលោកប្តីគាត់ល្អមែនហើយគាត់មិនក្បត់យើងទេគាត់យកចិត្តទុកដាក់នឹងយើងខ្លាំងណាស់អញ្ចឹងយើងបានទីពឹងណាសង្ខារធម៌វាអត់ទៀងណាថ្ងៃក្រោយទៅត្រូវស្លាប់ពេលពឹងអីទៀតបើយើងផ្ញើលើគាត់អស់ហើយទម្រាំតែស្វែងរកទីពឹងខ្លួនឯងដែលមិនពឹងប្តីមិនពឹងសេចក្តីសុខលើប្តីបានមកវិញវាត្រូវកង្វល់ចិត្តច្រើនណាណាឃើញវាមានសេចក្តីទុកអញ្ចឹងណាហ្នឹងលោកប្តីក៏អត់ក្បត់ហងណាលើប្រពន្ធក៏អញ្ចឹងលើកូនបានកូនមួយហ្នឹងសប្បាយចិត្តណាបានដឹងថាកូនសុខសប្បាយអញ្ចឹងទៅសប្បាយចិត្តតែបានកូននឹងឯងជាទីពឹងត្រូវកូននឹងប្រត់ប្រាស់ត្រូវកូននឹងវិនិច្ឆ័យត្រូវកូននឹងត្រឡប់ទៅធ្វើខូចទៅវង្វេងស្មារតីទម្រាំតែទុកខ្លួនឯងឲ្យវានឹងនោមមកវិញឲ្យវាមានខ្លួនឯងជាទីពឹងមកវិញតែត្រូវខាតពេលវេលាអស់ប្រមាណជឿថាខាតទេខាតឬក៏មិនខាតស្ដាប់យល់ទេណាយល់ទេយល់អត់យល់ត្រង់អត់ហ្នឹងណាអាហ្នឹងវត្ថុហ្នឹងចង់សរុបសេចក្តីតែខ្លីទៅថាឲ្យមានខ្លួនឯងជាទីពឹងហ្នឹងប៉ុន្តែរៀបរាប់ឲ្យវាច្រើនបន្តិចចឹងទៅរបស់អីទៀតរបស់ជាច្រើនទៀតរហូតដល់តែដូចលោកប៊ូអីអញ្ចឹងរាប់អានញោមធัวកូនធัวតែអញ្ចឹងចឹងសង្ឃឹមមកលោកកូនហ្នឹងឯងចុះឡើងយកឡើងលោកកូនសឹកយកប្រពន្ធបាត់តែខ្មាស់គេណានឹងមកពីយើងទៅទុកចិត្តអីមនុស្សហ៎ណាទុកចិត្តមនុស្សនឹងទុកចិត្តមិនបានទុកចិត្តខ្លួនយើងបានទេខ្លួនយើងហ្នឹងការដែលរាប់អានដំបូងយើងតាំងចិត្តទៅស្អប់ទេអត់ទេថ្ងៃក្រោយមកគេធ្វើតោះចិត្តខ្លួនឯងទៅស្អប់គេណាទៅស្អប់គេអញ្ចឹងក៏មានខ្លួនឯងហ្នឹងទុកចិត្តខ្លួនឯងមិនបានផងហើយទៅទុកចិត្តគេណាពធព្រះសម្មាសម្ពុទ្ធក៏មិនឲ្យជ្រះថ្លាចំពោះបុគ្គលហើយផ្ញើសេចក្តីសង្ឃឹមវានាំឲ្យមានក្តៅកាហាយច្រើនយ៉ាងណាជាងកាលនៅក្នុងពធហ្នឹងព្រះអង្គសម្ដែងឲ្យថាបើជ្រះថ្លាចំពោះបុគ្គលផ្ញើវាសនាលើបុគ្គលហ្នឹងវាអាចយ៉ាងម៉េចអាចថាបាត់បង់សទ្ធានៅថ្ងៃក្រោយទុកចិត្តណាបុគ្គលហ្នឹងទុកចិត្តណាតែញាតិញោមមកស្ដាប់ធម៌អាត្មាហ្នឹងអញសង្ស័យតែលោកហ្នឹងអត់សឹកទេណាអត់ថាក៏ថាទៅប៉ុន្តែថ្ងៃក្រោយបើលោកសឹកក៏សឹកទៅឲ្យវាអញ្ចឹងឡើងមកណាក៏មិនដែរដល់ពេលលោកសឹកលោកតបល់យកនេះអញខំតែទុកចិត្តកុំអញ្ចឹងអីណាបើ
ព្រោះរឿងសឹករឿងអីនេះវាមិនមែនសិតអាក្រក់ទាំងអស់ទេជាងការលោកឃើញតោនៅលោកនឹងបដិបត្តិមិនបានខុសវិន័យច្រើនអញ្ចឹងទៅលោកទៅជាក្រហមគ្រាវះទៅបំពេញសិលទាននៃធម្មតាវាមិនបានប្រព្រឹត្តល្មើសនឹងវិន័យរបស់ព្រះអង្គផងនឹងឧទាហរណ៍មួយចុះភិក្ខុប្រព្រឹត្តខុសតែអាបត្តិមួយនឹងងាប់ទៅគឺទៅអបាយភូមិហើយអត់បានសម្ដែងចេញហ្នឹងអញ្ចឹងលោកភ័យលោកខ្លាចលោកដែរឧទាហរណ៍ថាស្ដាប់ចម្រៀងអ្នកបួសឯណាព្រះឲ្យស្ដាប់ចម្រៀងហើយវាស្ដាប់ចម្រៀងរាល់ថ្ងៃសឹកទៅមិនល្អណាលោកសឹករល្អដែរតែព្រោះវាត្រង់អាស្ដាប់ចម្រៀងមិនបានលោកស្មោះត្រង់នឹងខ្លួនលោកដែរនឹងហើយច្រើនទៀតណាឧទាហរណ៍ថាវាខុសក្នុងការប្រើប្រាស់ជីវរអត់ចេះប្រើប្រាស់ជីវរត្រូវអាបត្តិនិស្សកិយបាចិត្តយៈយើងស្ដាប់វិន័យទៅនិស្សកិយបាចិត្តយៈត្រូវដេកក្នុងនរកអស់ប្រហែល100ឆ្នាំដែលមិនបានជំរះឲ្យល្អលោកភ័យលោកសឹកទៅចាំតែជំរះមិនល្អយើងជាងកាលអត់ដឹងសពជ្រុងជ្រោយថាលោកនឹងវាស្អីអញ្ចឹងទៅអាហ្នឹងវាមានកត្តាច្រើនយ៉ាងណាស់អញ្ចឹងបាត់ឲ្យស្មោះត្រង់នឹងខ្លួនឯងវិញណាស្មោះត្រង់នឹងខ្លួនឯងវិញទៅយើងឧបត្ថម្ភសាសនាគឺជាឧបាសកឧបាសិកាត្រូវប្រើមេត្តាឲ្យច្រើនជាងសេចក្តីស្រឡាញ់ណាកុំឲ្យនេះលោកកូនឯងនោះលោកកូនឯងយូរទៅញោមធនទាស់គ្នាណានឹងអាត្មានិយាយនេះមិនមែនអាត្មាដោះខ្លួនទេណាញាតិញោមកុំថាអាត្មាដោះខ្លួនណាជួយញាតិញោមឯងនិយាយហ្នឹងជួយថាកុំផ្ញើវាសនាលើនរណាម្នាក់ណាលោកគ្រូអាចារ្យហើយនឹងសិស្សត្រូវមានតួនាទីលើលោកគ្រូអាចារ្យត្រូវមានតួនាទីលើសិស្សយ៉ាងណាប៉ុន្តែសុទ្ធតែដោយមេត្តាមិនមែនដោយសេចក្តីស្រឡាញ់ជាប់ចម្ពាក់ដោយលោភៈទេលោភៈទេដែលធ្វើឲ្យយើងខឹងថ្ងៃក្រោយយើងក៏បីដឹងបើសិនជាយើងឧបត្ថម្ភលោកមួយអង្គដោយមេត្តាពេលតែថ្ងៃក្រោយលោកយ៉ាងម៉េចទៅយើងមិនខឹងទេព្រោះការដែលយើងឧបត្ថម្ភគឺយើងឧបត្ថម្ភដោយមេត្តាប៉ុន្តែបើសិនជាថ្ងៃក្រោយទៅគឺយើងទៅជាខឹងអាហ្នឹងមកអំពីពេលដែលយើងត្រូវគ្នានោះត្រូវដោយអំណាចលោភៈណាជាការប្រកាន់បៈអញលោកអញណាលោកអញហ្នឹងលោភៈហើយទៅគ្រប់គ្រងអញហ្នឹងអាហ្នឹងគឺយើងដឹងខ្លួនអញ្ចឹងហើយបើសិនជាយើងលោកយ៉ាងម៉េចទៅយើងអត់មានខ្វល់ខ្វាយអីទេយើងអត់មានទៅខ្មាស់គេអីទេអាហ្នឹងយើងសប្បាយនឹងខ្លួនយើងថាការដែលខ្ញុំឧបត្ថម្ភលោកខ្ញុំជ្រះថ្លានឹងអ្នកមានសិលថ្ងៃក្រោយគេទៅយ៉ាងម៉េចអាហ្នឹងរឿងគេហើយវាច្បាស់លាស់អញ្ចឹងបានបុណ្យកុសលរបស់យើងហ្នឹងវាអត់ខូចវាអត់បាត់បង់ហ្នឹងហើយយើងវាច្រើនធ្វើបុណ្យវាខូចអាចុងក្រោយណាចុងក្រោយអត់ល្អណាព្រោះវាគ្មានមេត្តាវាច្រើនជាងការចង់ឈ្នះខាងនោះជួយចង់ឈ្នះខាងនេះលើកជើងខាងនោះរហូតធ្វើឲ្យលោកនឹងខូចក៏មានដែរហើយលោកបានគេគ្រប់គ្រងបានគេហែហោផ្អមដំណើរទៅអញបដ ாய் មានណាឈ្នះអញខ្លាំងវាទៅជាអញ្ចឹងសម្លាប់លោកទាំងរស់ការដែលគ្រប់គ្រងភាគខ្លះក៏ឲ្យលោកស្លាប់ដែរស្លាប់ដោយសារអីលើកកិត្តិយសកាន់តែខ្លាំងត្រូវអាបត្តិធំក៏លែងហ៊ានសឹកទាំងអស់ក៏មានដែរខ្លះត្រូវអាបត្តិបរាជិកលែងហ៊ានសឹកព្រោះគេលើកពេកគេគ្រប់គ្រងពេកសុកចិត្តធ្លាក់នរកចុះមិនឲ្យធ្លាក់បន់ស័កទៅជាអញ្ចឹងក៏មានឃើញទេការរាប់អានការបច្ចាច់បច្ចាហ្នឹងវាអាចសម្លាប់លោកទាំងរស់ក៏បានដែរនឹងថ្មអត់មានថាឲ្យអ្នកណាទេថាឲ្យកិលេសហ្នឹងរឹកវាអញ្ចឹងកិលេសហ្នឹងរឹកវាសម្បើមណាហើយយើងទាំងអស់គ្នាហ្នឹងជាពុទ្ធបរិស័ទត្រូវតែមានការតាក់ទងជាមួយនឹងព្រះសង្ឃខ្ញុំបានស្មាននិយាយហ្នឹងណាយើងក៏បីដឹងថាកន្លែងណាក៏ពុទ្ធសាសនាដែរវាយើងតោះគ្នាវាយើងចំណែនគ្នាសពគ្រប់ប្រការឈ្មោះថាយើងជាឧបាសកទេយើងជាឧបាសិកាទេដែលយើងចង់តោះគ្នាយើងចង់ឆ្លោះគ្នាអីសពគ្រប់នោះណាក៏មានឈ្មោះថាចូលនៅក្នុងបពួកទេវទត្តបពួកមេដែលចូលមកធ្វើឲ្យសាសនាច្បុកច្បល់នឹងហើយមានហ្នឹងមានបច្ចុប្បន្នស្រាប់ហើយពេលណាដែលយើងប្រកាន់អកុសលមកធ្វើជារបស់ខ្លួនឲ្យចង់ឈ្នះគ្នាហ្នឹងយើងតាន់បពួកមាប្រឆាំងនឹងព្រះសម្មាសម្ពុទ្ធហើយព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យលះបាបអកុសលសេចក្តីប្រកាន់ការថ្នាំងថ្នាក់ណាហ្នឹងហើយព្រះអង្គឲ្យចម្រើនមេត្តាហ្នឹងនឹកឃើញដល់កន្លែងណាយើងល្អជាមួយគ្នានោះធ្លាប់ធ្វើល្អជាមួយគ្នានោះមិនមែនទៅចាប់យកតែរឿងអាក្រក់យកមកធ្វើបាបខ្លួនឯងបោះខ្លួនឯងទៅនៅក្នុងគុកបាបអកុសលនោះទេណាហ្នឹងហើយផ្ដើមមកមានសតិស្មារតីជាអ្នកមិនប្រមាទ
ជាអ្នកមិនប្រមាទមានន័យថាមិនបណ្តែតបណ្ដោយឲ្យទៅតាមខ្សែតណ្ហាខ្សែទោសៈខ្សែមោហៈដែលកន្ត្រាក់ស្មារតីនឹងឲ្យបាត់បង់នៅម្ចាស់ការលើខ្លួនឯងមានខ្លួនឯងជាទីពឹងនឹងវាទល់តែមានសតិជាគ្រឿងគ្រប់គ្រងស្មារតីខ្លួនឯងណាពាក្យខ្លួនឯងកន្លែងនេះមិនមែនប្រកាន់ដោយទិដ្ឋិថាអញយ៉ាងនេះយ៉ាងនោះអីទេដែលព្រះអង្គថាឲ្យមានខ្លួនឯងជាទីពឹងហ្នឹងគឺសំដៅថាមិនឲ្យយកអ្នកដតីនឹងជាប្រមាណពេកទេហ្នឹងហើយផ្ដើមមកវិញនៅសេចក្តីមិនប្រមាទជាឈ្មោះនៃការមានសតិស្មារតីព្រះអង្គសម្ដែងថាប្រមាទតមនិយញ្ចន្តិពាលាទុមេទីណូជនីបុគ្គលពាលអបអត្តប្រាជ្ញាតែងតែមានប្រកដីប្រមាទណានឹងជនពាលអបអត្តប្រាជ្ញានឹងតែងតែមានប្រកដីជាអ្នកប្រមាទណាហើយចំណែកបណ្ឌិតអបមាតេញចមេធាវីឋានំសេដ្ឋាំងវរកតេចំណែកបណ្ឌិតដែលមានប្រាជ្ញារមែងសរសើរឬក៏រក្សានៅសេចក្តីមិនប្រមាទដូចជាអ្នកដែលរក្សាទ្រព្យសម្បត្តិដ៏ប្រសើរអញ្ចឹងស្រឡាញ់ទ្រព្យសម្បត្តិដែលមានតម្លៃយ៉ាងណាបណ្ឌិតទាំងឡាយលោករក្សានៅសេចក្តីមិនប្រមាទដូច្នោះដែរមេបមាតមនិយញ្ចេថៈអ្នកទាំងឡាយចូលកុំប្រមាទប្រកបរឿយនៅសេចក្តីប្រមាទឡើយមេកាមរតិសន្ធវੰអ្នកទាំងឡាយចូលកុំប្រកបរឿយនៅសេចក្តីស្និទ្ធស្នាលក្នុងកាមទាំងឡាយឡើយយេប្រមាទថាប្រមាទតោហិជាយន្តោអ្នកឯណាដែលមិនប្រមាទហើយព្យាយាមសង្កេតពិនិត្យបបោតិវិបលាំងសុខੰអ្នកនោះឯងនឹងបានដល់នៅសេចក្តីសុខដ៏ធំទូលាយហើយធំទូលាយណាទូលាយកន្លែងនេះមិនមែនសំដៅដល់ទ្រព្យមហាសាលទេញាតិញោមស្ដាប់ឲ្យបានចុះពាក្យរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងដែលបានសេចក្តីសុខដ៏ធំទូលាយគឺមកអំពីខ្លួនឯងជាអ្នកមានសតិស្មារតីដែលថាមានខ្លួនឯងជាទីពឹងហ្នឹងគឺដល់តែខ្លួនឯងហ្នឹងមានសតិស្មារតីជាឈ្មោះនៃការមិនប្រមាទហ្នឹងមិនបោះខ្លួនឯងទៅមិនបោះខ្លួនឯងចោលញាតិញោមជ្រាបហើយកាលណាគេបោះកូនចោលបោះយើងចោលយើងនឹងវាទៅជាកណ្ដោចកណ្ដែងឧទាហរណ៍ថាប្រុសស្រីគេស្រឡាញ់គ្នាហើយគេបោះបង់ចោលមុនដំបូងគេស្មោះគេស្បត់ថាស្រឡាញ់រហូតហើយគេបោះបង់ចោលហើយខ្លួនឯងនឹងមានផ្ទៃពោះផងអីផងវាលំបាកលំបិនឈ្មោះថាគេបោះបង់ចោលណាហ្នឹងគេប៉ុន្តែយើងនោះដោយច្រើនយើងធ្លាប់បោះបង់ខ្លួនឯងចោលធ្លាប់បោះបង់ខ្លួនឯងចោលបោះមិនបោះធ្លាក់ស្ទឹងណាបោះខ្លួនឯងចោលធ្លាប់បោះខ្លួនឯងចោលបោះទៅក្នុងណាបោះទៅក្នុងបាបណាដាក់ខ្លួនដាក់កាយចិត្តគំនិតប្រាជ្ញាស្មារតីហ្នឹងបោះចោលទៅនៅក្នុងសេចក្តីប្រមាទបោះចោលទៅនៅក្នុងរឿងបាបអកុសលហ្នឹងឯងឈ្មោះថាបោះខ្លួនឯងចោលហើយគេដឹងដែរគេដឹងថាកំពុងបោះខ្លួនឯងចោលដែរគ្រប់គ្នាគេដឹងដែរអត់ហើយនរណាដឹងច្បាស់ជាងគេខ្លួនឯងហើយខ្លួនឯងដែលបានដឹងមកពីណាមកពីព្រះសម្មាសម្ពុទ្ធព្រះអង្គប្រាប់បើព្រះអង្គអត់ប្រាប់ដឹងដែរអត់ទេនៅតែអញគ្រាន់បើរហូតហ្នឹងអញ្ចឹងបាននៅក្នុងសេចក្តីនេះញាតិញោមទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពទាំងអស់គ្នាគ្រាន់ថាយើងមិនតន់ចេះឆ្នៃមាសហ្នឹងវាមានណាឧទាហរណ៍អញ្ចឹងមាសហ្នឹងវាមានណាក៏ប៉ុន្តែវាមិនតន់ចេះធ្វើមាសហ្នឹងឲ្យទៅជារបស់ស្អាតឲ្យទៅជាខ្សែកឲ្យទៅជាខ្សែដៃឲ្យទៅជាចិញ្ចៀនវានៅទាំងដុលអញ្ចឹងវាអត់ស្អាតហ្នឹងហើយគ្រាន់តែយើងស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធមិនមែនយើងទៅយកមាសពីព្រះអង្គទេស្ដាប់ពីព្រះអង្គហ្នឹងគ្រាន់តែរៀនវិធីធ្វើមាសរបស់យើងឲ្យមានតម្លៃតែប៉ុណ្្នឹងឯងជីវិតរបស់យើងនេះខ្លួនរបស់យើងនេះដូចមាសអញ្ចឹងណាថ្លៃណាវាថ្លៃជាងមាសប៉ុន្តែជាងពេជ្រជាងមាសមិនដឹងយកស្អីមកប្រៀបទៀតទេអញ្ចឹងប្រៀបត្រឹមមាសត្រឹមពេជ្រអញ្ចឹងទៅហ្នឹងហើយការដែលស្ដាប់ធម៌ព្រះអង្គហ្នឹងមិនមែនយកអ្នកដតីមិនមែនយកព្រះសម្មាសម្ពុទ្ធមកឆ្នៃឯណាយកតែអវាទពាក្យទូលមានព្រានបដៅរបស់ព្រះអង្គមកឆ្នៃនៅអ្វីដែលមានហើយនេះហើយញាតិញោមសិតតែមានគ្រប់គ្នាទាំងអស់ចិត្តមានទេចិត្តចេតសិកមានទេមានរូបមានទេមានគ្រប់គ្រាន់អស់ហើយឆ្នៃរបស់នឹងឯងឲ្យទៅជារបស់មានប្រយោជន៍
នឹងឆ្នៃរបស់ដែលមានស្ដេចហ្នឹងឲ្យទៅជាប្រយោជន៍ទៅយើងប្រើប្រាស់បានប្រើប្រាស់បានហើយស្អាតល្អមើលហ្នឹងក៏ម្យ៉ាងទៅហ្នឹងហើយបើរបស់ហ្នឹងវាមានគ្រប់គ្នាអញ្ចឹងយើងថាលើសគ្នាមិនទៅដែលលើសគ្នាត្រង់ថាម្នាក់គេចេះឆ្នៃម្នាក់មិនតាន់ចេះឆ្នៃហ្នឹងជីវិតយើងមានដូចគ្នាអញ្ចឹងញាតិញោមទាំងអស់គ្នាអត់មានលើសគ្នាទេមានដូចគ្នាទាំងអស់គ្រាន់តែយើងរៀនវិធីដើម្បីឆ្នៃរបស់ហ្នឹងឲ្យទៅជាមានប្រយោជន៍ហ្នឹងសំបីព្រះអង្គលោកសម្ដែងរិទ្ធអីខ្លះក៏ដើម្បីឲ្យសត្វលោកហ្នឹងដាក់ចុះនៅមានអ្នកឲ្យស្ដាប់ពធបន្ទាប់មកយកពធហ្នឹងឯងយកមកដោះស្រាយយកមកកែច្នៃជីវិតហ្នឹងឲ្យមានប្រយោជន៍ហ្នឹងមិនជ្រុកងប់អីតែនៅក្នុងរឿងបច្ចុប្បន្នពេកទេណាដូចជាទេសៈប្អូនរបស់ប្របាទធម្មាសោកញាតិញោមធ្លាប់បានស្ដាប់ទេរឿងហ្នឹងទេសៈហ្នឹងប្របាទធម្មាសោកញាតិញោមធ្លាប់ជ្រាបហើយធម្មាសោកហ្នឹងឧបត្ថម្ភផ្សព្វផ្សាយពុទ្ធសាសនាឲ្យមកដល់កន្លែងយើងអីកាលពីពុទ្ធសករាជកន្លងទៅបានជាង200ឆ្នាំផ្សព្វផ្សាយលើពិភពលោកផ្សព្វផ្សាយពុទ្ធសាសនា9ខ្សែហើយលោកក៏ធ្វើបាបបន្តិចដែរទេសម្រាប់បងប្អូនហ្នឹងអស់ជិត100នាក់នោះហើយមានបងប្អូនបង្កើតរួមផ្ទៃជាមួយនេះឈ្មោះទេសៈហ្នឹងអត់ជឿពុទ្ធសាសនាទេមុនដំបូងអត់ជឿព្រះពុទ្ធសាសនាទេហើយយល់ថាលោកហ្នឹងមិនអស់កិលេសហ្នឹងលោកអ្នកបួសហ្នឹងមិនអស់កិលេសបើបាយឆាន់ស្រាប់ស្បង់ជីវរអីមានស្រាប់អញ្ចឹងមិនទាំងអស់កិលេសព្រោះគេជឿសាសនាព្រាហ្មណ៍នោះខ្លះគេដុតឆ្អើភ្លើងឲ្យវាអស់កិលេសនេះគ្រាន់តែរដ្ឋីអីទៅគេស្រាតបួសស្រាតតណូលដេកហាថ្ងៃហ្នឹងបានអស់កិលេសគេយល់អញ្ចឹងហើយទេសៈហ្នឹងមានទិដ្ឋិអាក្រក់អញ្ចឹងមុនដំបូងអត់ជឿពុទ្ធសាសនាទេហើយបាទធម្មាសោកហ្នឹងមានបំណងចង់ឲ្យប្អូនហ្នឹងឯងជឿពុទ្ធសាសនាធ្វើល្បិចឲ្យអាមាត្យហ្នឹងមកលួងលោមមិននិយាយថាព្រះអង្គចាស់បន្ទាប់ពីព្រាហ្មណ៍បងទីបង្គត់ទៅប្រកាសជាត្រូវបានឡើងសោយរាជឥឡូវសាកគ្រឿងអភរណៈរបស់ព្រះរាជាបន្តិចមើលនេះរបស់ព្រះរាជានៅនេះប៉ុន្តែល្បិចរបស់ព្រះរាជាទេដែលធ្វើឲ្យបងនឹងមានសទ្ធានោះអញ្ចឹងក៏សាកមើលហើយដល់សាកមើលប្របាទធម្មាសោកមកស្រែកចោទយើអញមិនទាន់ងាប់ផងចង់ដណ្ដើមរាជអញហ៎សម្លុតអញ្ចឹងប្រាប់រាជបរោះឲ្យចាប់ព្រឹបណាហើយបានអាមាត្យដែលមកឲ្យស្លៀកពាក់ហ្នឹងធ្វើទងវថាបបិទ្ធព្រះរាជាទូបង្គំសុំអង្វរយ៉ាងណាក៏ព្រះអង្គក៏បីយល់ថាព្រះអង្គចាស់ទេសៈហ្នឹងជាប្អូនបង្កើតរបស់ព្រះអង្គវាចាំទៅបហាជីវិតណាហ្នឹងបានប្របាទធម្មាសោកថាអញ្ចឹងយើងយល់មុខដល់អ្នកឯងបើទេសៈនឹងចង់ធ្វើស្ដេចមេលើកយើងឲ្យសោយរាជប៉ុន្តែសោយរាជតែ7ថ្ងៃទេ7ថ្ងៃក្រោយត្រូវកាត់ក្បាលដដែលហ្នឹងឯងនឹងឲ្យសោយរាជ7ថ្ងៃសោយរាជហ្នឹងឲ្យសោយរាជមែនទេស្រីស្នំលបែងលបាំអីសពគ្រប់ទាំងអស់ហ្នឹងហើយកន្លងមួយថ្ងៃទៅឲ្យពេជ្ជឃាតស្រែកលំពងថានៅសល់តែ6ថ្ងៃទៀតទេត្រូវកាត់ក្បាលស្រែកឡើងស្រែកទៀតថានៅសល់តែ5ថ្ងៃទៀតទេព្រះអង្គស្រែកទៀតថានៅសល់តែ4ថ្ងៃទៀតទេព្រះអង្គឲ្យត្រៀមខ្លួនអត់អាចសោយសុខសម្បត្តិនឹងបានទេញាតិញោម7ថ្ងៃដែលឲ្យធ្វើស្ដេចហ្នឹងណាស្រីណាមករំអីណាណីទៅនឹកទៅអញងាប់ទៅលើណា2-3ថ្ងៃទៀតងាប់មានទៅបានសុខសប្បាយណាហ្នឹងដល់តែគ្រប់7ថ្ងៃទៅព្រះរាជាឲ្យគេចាប់ហ្មងចាប់ម្ចាស់ប្អូនហ្នឹងឥឡូវសោយរាជគ្រប់ថ្ងៃឲ្យចាប់ព្រឹបតែយកទៅបហាជីវិតប៉ុន្តែសួរមិនដែរម្ចាស់ប្អូនសុខសប្បាយទេ7ថ្ងៃនៅក្នុងរាជហ្នឹងទៅអូយម្ចាស់បងឯងអត់មានសុខអីទេមិនបានមិនសុខព្រោះបានដឹងជានិច្ចថាជីវិតនឹងត្រូវអស់យ៉ាងនេះតើឲ្យទូបង្គំសប្បាយយ៉ាងម៉េចទៅហើយជ្រាបបតីម្ចាស់បងឯងតែថាសម្លាប់ហើយព្រោះធ្លាប់សម្លាប់អស់ច្រើនហើយបងប្អូនដែលបិតារួមគ្នា99នាក់សម្លាប់ទាំងអស់មែនណាតែទុករួមផ្ទៃមួយប៉ុន្តែពេលហ្នឹងព្រះរាជាធ្វើល្បិចឲ្យបងជ្រះថ្លាទេហ្នឹងបានសួរអញ្ចឹងទៅថាដែលអត់
អត់សបាយហ្នឹងមកអំពីសម្បត្តិទាំងអស់ហ្នឹងវាអត់អាចរាំងសេចក្តីស្លាប់បានសេចក្តីស្លាប់វាមកគៀកហើយបរិជាទៅសម្លាប់ប្រហែលថ្ងៃទៀតណាឲ្យទៅត្រេកអរយ៉ាងម៉េចទៅបានបរិជាបញ្យល់ទៅណែឯងក៏បីយល់ទៅដោយភិក្ខុសង្ឃណាដែលលោកលះបង់ទៅបួសហ្នឹងណាអ្នកឯងនៅក្នុងសម្បត្តិសេរីសម្បត្តិមានស្រីស្នំមានទ្រព្យសម្បត្តិយ៉ាងនេះអ្នកឯងមិនអាចញ៉ាំងសេចក្តីសុខក្នុងកាមគុណឲ្យប្រព្រឹត្តទៅបានអ្នកពិចារណាទៅមើលលោកម្ចាស់ទាំងឡាយដែលលោកចេញទៅបួសនោះបើលោកពិចារណាឃើញជីវិតរបស់លោកតាំងនៅក្នុងចង្កូមនៃមរណៈរាល់តែថ្ងៃហើយពិចារណាឃើញទុកទោសក្នុងអបាយភូមិរាល់តែថ្ងៃយ៉ាងនេះតើឲ្យលោកជាប់ចម្ពាក់នឹងជីវរឲ្យលោកជាប់ចម្ពាក់នឹងបណ្ឌបាតប៉ុណ្ណឹងបានទេសូម្បីតែឯងសម្បត្តិជាស្ដេចទៅហើយមិនអាចដើម្បីត្រេកអរបានផងត្រឹមថាដល់7ថ្ងៃទៀតតែលោកម្ចាស់ទាំងឡាយលោកមិនដែលបានឃើញជីវិតលោកនៅ7ថ្ងៃទៀតទេគឺត្រូវតែស្លាប់តែមួយខណៈចិត្តតែប៉ុណ្ណោះទេតើលោកត្រេកអរបានទេណាបញ្យល់បងអូនអញ្ចឹងបាទធម្មសុខចេះធម៌ណាធ្លាប់ស្ដាប់ពីប្រធេរៈមកតែសាក់ជ្រះថ្លាជាមួយនឹងពួកភិក្ខុសង្ឃថាអើខ្លួនឯងយល់ខុសណាអញ្ចឹងទៅព្រះរាជាបានប្រាប់ឲ្យយើងមិនចង់សម្លាប់អ្នកឯងទេប៉ុន្តែឯងគិតមើលទៅសុំហ្មងសុំព្រះរាជាទៅបួសមិនត្រឹមតែជ្រះថ្លាទេសុំលាម្ចាស់បងទៅបួសបាទធម្មសុខយំស្ដាយបងអូនយើងក៏ឲ្យអ្នកឯងជ្រះថ្លាមានឲ្យទៅបួសឯណាហ្នឹងមិនអត់ទេអត់ព្រមទេទៅបួសសម្រាប់ទៅជាព្រះអរហន្តទៅនឹងបែបទៅជាព្រះអរហន្តមានអភិញ្ញាទៀតណាអញ្ចឹងបានថាជីវិតយើងហ្នឹងញាតិញោមពិចារណារឿងហ្នឹងឲ្យមកក្នុងជីវិតយើងមើលជិះម៉ូតូវ៉ាវទៅតទល់ជាមួយសេចក្តីស្លាប់ទេណាស្លាប់ទេនឹងថ្ងៃមុនបាទទៅភ្នំពេញហ្នឹងបុកគ្នាប្រាវសេចក្តីស្លាប់ច្រើនទៀតហើយថ្មញាតិញោមចង់ដឹងជោគជតារាសីញាតិញោមនេះថ្មទាយឲ្យចុងក្រោយនេះទាយឲ្យណាមកទាយថាញាតិញោមទាំងអស់ហ្នឹងមុខហ្នឹងsẽស្លាប់តែទាំងអស់ហ្នឹងណាទាំងអស់គ្នានឹងsẽស្លាប់ទាំងអស់ហ្នឹងមានមួយណាអត់ស្លាប់ទេមើលមកទាយត្រូវទេមើលណាអត់ស្លាប់លើកដៃមើលហ្នឹងមកទាយត្រូវដែរបកែទេលោកគ្រូអាត្មាហ្នឹងហ៎ហ្នឹងអញ្ចឹងវាប៉ុណ្ណឹងឯងណាញាតិញោមខំទេតាំងពីក្មេងមកខំហ៎រវល់ទេឥឡូវសល់អីសល់ចាស់ណាតិចទៀតសល់អីសល់មកកញ្ចប់បានប៉ុណ្ណឹងឯងទុកបង្អួតកូនណាទុកមិនស្រួលក៏ដល់រត់បុកប្រោកចៅលុតព្រុចអីយាយឡងនិយាយអត់ដឹងអីសោះណានៅប៉ុណ្ណឹងឯងគ្មានបានការអីទេបើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូមបីច្រើនតែជាអ្នកប្រមាថមិនធ្វើតាមពាក្យនោះរមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយដោយអ្នករក្សាគោកាលរាប់គោប្រគល់ឲ្យអ្នកដតីហើយជាអ្នកមិនបានបរិភោគនៅបញ្ចកោរសដូច្នោះឯងបើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្តិចបន្តួចតែជាអ្នកប្រព្រឹត្តនៅធម៌សមគួរដល់ធម៌បានលះបង់រាគៈទោសៈនិងមោហៈជាអ្នកដឹងនៅធម៌ដែលគួរកំណត់តាមហេតុមានចិត្តដកផុតអំពីសេចក្តីសៅហ្មងមិនមានសេចក្តីប្រកាន់មមក្នុងលោកនេះនិងលោកខាងមុខនរជននោះរមែងជាអ្នកបានចំណែកសាមញ្ញផលសុខសោសាំងលបតេបញ្ញាការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តពុទ្ធិហាំងតហមំសង្ឃហាំងសរណង្គាចហាមិ